បងប្អូនគាត់បានដេញពួកខ្ញុំចេញពីក្រុមហ៊ុនរបស់គាត់មិនឲ្យពួកខ្ញុំលក់នៅក្នុងក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនគាត់ទៀតទេខ្ញុំដោយអ្វីដែលគាត់និយាយចោលប្រកាន់ពួកខ្ញុំហ្នឹងណាពួកគាត់ដឹងគាត់និយាយថាម៉េចទេតែបងប្អូនស្ដាប់រាល់ថ្ងៃហ្នឹងដឹងគាត់និយាយថាម៉េចអញខ្ញុំពងឡាយវាយកឯកសារស្អីមកផ្ដិតមេដាយខ្ញុំផ្ដិតឯកសារស្អីផ្ដិតពឹបយកទៅបាត់ហើយវាទុកបំណុលពន្ធឲ្យខ្ញុំហ្នឹងអាចចំណុចហ្នឹងនេះចំណុចដែលខ្ញុំត្រូវនិយាយណាចំណុចដែលគាត់និយាយថាពួកខ្ញុំហ្នឹងបងប្អូនខ្ញុំទុកចិត្តប្អូនពីយកឯកសារអីមកឲ្យខ្ញុំចេះថាហើយវាកុហកខ្ញុំថាហ្នឹងឯកសារបងពុនបងអីអញ្ចឹងផ្ដិតមេដាយទៅមិនមែននឹកដូចនៅក្នុងរឿងទេណាមិនមែនដូចនៅក្នុងរឿងទេមិនមែនរឿងហុងកុងមិនមែនរឿងថៃទេណាអារឿងអស់ហ្នឹងវាកើតឡើងនៅក្នុងរឿងថៃទេមកឥឡូវយើងនិយាយរឿងច្បាប់ការផ្ទេរភាគហ៊ុននីមួយគឺត្រូវតែសំអាងនៅក្នុងការធ្វើលិខិតផ្ទេរភាគហ៊ុនលិខិតផ្ទេរភាគហ៊ុនមួយកើតឡើងដោយអីទី1គឺត្រូវតែមានមេធាវីនៅក្នុងការធ្វើលិខិតផ្ទេរភាគហ៊ុនមួយហ្នឹងណាធ្វើលិខិតផ្ទេរភាគហ៊ុនហ្នឹងឡើងមិនមែនចេះតែធ្វើដោយខ្លួនឯងធ្វើពីគីបានទេណាគឺមានមេធាវីជាអ្នកតំណាងនៅក្នុងការធ្វើរៀបចំឯកសារក្នុងការធ្វើភាគហ៊ុនហើយមិនមែនតែប៉ុណ្្នឹងទៀតត្រូវយកឯកសារអស់ហ្នឹងដឹកដៃគ្នាអ្នកណាអ្នកផ្ទេរអ្នកណាអ្នកទទួលភាគហ៊ុននាំគ្នាទៅដល់ក្រសួងពាណិជ្ជកម្មទៅធ្វើបច្ចុប្បន្នភាពនៅអគ្គនាយកដ្ឋានពន្ធដារទៀតត្រូវធ្វើនៅខណ្ឌមានន័យថាពន្ធដារនៅខណ្ឌពោធិ៍សែនជ័យតិចទៀតដល់ឯកសារហ្នឹងខ្ញុំនិយាយអស់ណានេះមកឥឡូវយើងចូលមើលឯកសារទាំងអស់គ្នាហេតុអីបាទខ្ញុំគូបងប្អូនដោយសារតែនេះគឺជារូបភាពរបស់បកគោហ្នឹងអញ្ចឹងខ្ញុំអត់អាចបង្ហាញបានទេបើបង្ហាញគេប្តឹងខ្ញុំពីបទបរិហាគេជាសាធារណៈហើយឈ្មោះរបស់បកគោហ្នឹងក៏ខ្ញុំគូខ្វែងដែរក៏ខ្ញុំគូខ្វែងគូឆ្នោតចោលដែរខ្ញុំទុកតែឈ្មោះរបស់ប្រពន្ធខ្ញុំនៅលើហ្នឹងទេមកឥឡូវយើងចូលមកដល់ឯកសារហ្នឹងទាំងអស់គ្នានេះបងប្អូននេះគឺជារូបភាពរបស់ប្រពន្ធរបស់បកគោហ្នឹងនេះគឺជាគេហៅថាបានប៉ាតង់ឆ្នាំ2021នេះបងប្អូននេះប៉ាតង់ឆ្នាំ2021នេះបងប្អូនមើលណាកុំឲ្យខ្ញុំចេះតែនិយាយចាលើកឯកសារមកដឹងឯកសារអីខ្ញុំដាក់អក្សរឲ្យអានមើលច្បាស់ហ្មងនេះបានប៉ាតង់ឆ្នាំ2021ណាឈ្មោះក្រុមហ៊ុននេះគឺជាឈ្មោះនេះឈ្មោះក្រុមហ៊ុននេះឈ្មោះសហគ្រាសឈ្មោះបុគ្គលហ្នឹងហើយនឹងតេងដាណាឯកនេះឈ្មោះបុគ្គលហ្នឹងហើយនឹងតេងដាណាឯកបងប្អូនមើលឲ្យយល់ណាមើលឲ្យចប់ឡើងហ្នឹងហើយបងប្អូននឹងយល់ថាហេតុអីបានគេយកអាផុសតាងស្អីគេអារូបភាពមានគូរង្វងឈ្មោះប្រពន្ធខ្ញុំហើយអ៊ីមែលប្រពន្ធខ្ញុំហ្នឹងតិចទៀតដល់ឡើងហ្នឹងហើយណាគេយកមកនេះបងប្អូននេះមើលឈ្មោះបុគ្គលហ្នឹងសហគ្រាសហ្នឹងបុគ្គលហ្នឹងឈ្មោះប្រពន្ធខ្ញុំឯកណាហើយនេះគឺដូចខ្ញុំនិយាយហ្នឹងនេះគឺបានបតង់តោះយើងចូលស្លឹកគាត់នេះខ្ញុំសុំបិទមុខគាត់បន្តិចទៅបងប្អូនគាត់មានឈ្មោះថាគឹមថាច់គឹមសាច់គឹមថាច់នេះគឹមសាច់ទេគឹមសាច់នេះបងមេធាវីនេះបងប្រុសជាមេធាវីនេះបងប្រុសមេធាវីដែលគាត់ជាអ្នករៀបចំតាក់តែងឯកសារនេះឡើងហើយគាត់គឺជាអ្នកឈោមើលពួកខ្ញុំផ្ដិតមេដាយនឹងសញ្ញេណាមិនមែនពួកខ្ញុំចេះតែធ្វើពួកខ្ញុំចេះតែនិយាយពួកខ្ញុំចេះតែផ្ទេពីហ៊ុនតាមតមាត់ទេណាមិនធ្វើតាមតមាត់តាមអំពើចិត្តខ្លួនឯងចេះតែផ្ដិតមេដាយគាត់យកឯកសារមិនដឹងវាយកឯកសារមកឲ្យខ្ញុំទុកចិត្តពីជាប្អូនខ្ញុំចេះផ្ដិតមេដាយទៅមិនដឹងថាឯកសារនោះវាទុកបំណុលឲ្យខ្ញុំសោះនេះអាកន្លែងហ្នឹងហើយដែលគេចង់និយាយហ្នឹងនេះកន្លែងហ្នឹងតែបុគ្គលហ្នឹងអត់យកឯកសារមកបញ្ជាក់ទេនេះយកឯកសារមកបញ្ជាក់នេះដាក់មុខកាមុខមើលមកនេះបងប្រុសម្នាក់នេះដែលគាត់គឺជាមេធាវីរៀបចំឯកសារណាបងប្អូនមើលមួយសិនឲ្យយល់សិនបន្ទាប់មកយើងចូលលក្ខបន្ទាប់នេះគឺជាវិញ្ញាបនបត្រខ្ញុំសុំបិទមុខគាត់តិចនេះគឺជាវិញ្ញាបនបត្ររបស់ទទួលស្គាល់ថាគាត់គឺជាមេធាវីមិនមែននិយាយតែមាត់ទេណាមានវិញ្ញាបនបត្រមកភ្ជាប់នៅក្នុងឯកសារហ្នឹងដូចគ្នាដើម្បីបញ្ជាក់នៅក្នុងការដឹងឮណាបងប្អូនមកឥឡូវវិញ្ញាបនបត្រគាត់ហើយតែយើងចូលស្ដាប់បន្តទៀតបងប្អូនស្ដាប់ឲ្យតន់មួយបានបងប្អូនយល់ពីចំណុចមួយហ្នឹងនេះបងប្អូននេះគឺជាលិខិតមានន័យថាច្បាប់ស្ដីពីវិធានការវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្មមានន័យថាក្នុងការផ្ទេរភាគហ៊ុនឯកសារនៅក្នុងការផ្ទេរភាគហ៊ុនហើយនេះជាអ្នកណានេះជាអ្នកណានេះជាអ្នកណានេះអត់ឲ្យមកយកផុតបងឡើងមកអត់ទេនេះជាអ្នកណានេះតាត្រានេះជាត្រាអីនេះត្រានេះហើយនេះគឺជាសញ្ញេរបស់អ្នកណាខ្ញុំសុំបិទសញ្ញេបន្តិច
នេះសញ្ញាអ្នកណាខ្ញុំមិនអាចបង្ហាញសញ្ញាបានដោយសារអីខ្លាចគេប្តឹងខ្ញុំនេះហើយបងប្អូនមើលឆ្នាំតើឆ្នាំណានេះមើលឆ្នាំណានេះថ្ងៃទី20ខែ10ឆ្នាំ2021មិនបាននិយាយថាចេះតែដិតមេដៃត្រានេះឯងនេះសញ្ញាប៉ុណ្ណាណីកុំនិយាយចេះតែដិតមេដៃមិនបានចេះតែនិយាយថាអូខ្ញុំចេះតែដិតមេដៃទៅអូខេហើយពួកខ្ញុំមកទុកបំណុលគាត់ហើយណាបន្ទាប់ទៀតមកសិតតែចំណុចសំខាន់បងប្អូននេះឈ្មោះអ្នកណាឈ្មោះបុគ្គលហ្នឹងព្រមទទួលលុយណាទទួលពាក្យហ៊ុនមិនមែនទទួលលុយទទួលពាក្យហ៊ុននេះសេចក្តីប្រកាសពុំមែនជាមន្ត្រីរាជការនិងពុំមែនជាប់ទោសបាយទោសបាយអីណាទោសប៉ីបាទទោសប៉ីនេះណាឯកសារដើម្បីនៅក្នុងការផ្ទេរពាក្យហ៊ុនបន្ទាប់ទៀតនេះអានេះបានចំណុចសំខាន់មកនេះបងប្អូននេះតើអ្នកណាជាអ្នកផ្ដិតមេដៃនេះអ្នកណាជាអ្នកផ្ដិតមេដៃហើយអ្នកណាជាអ្នកសញ្ញេកន្លែងនេះគឺសញ្ញេបងប្អូនណាមើលឲ្យច្បាស់ណាមើលឲ្យច្បាស់នេះមើលឲ្យច្បាស់នេះផ្ដិតមេដៃហើយសញ្ញេទៀតហើយឈ្មោះអ្នកណានៅក្រោមនេះហើយថ្ងៃប្រហែលថ្ងៃ20ខែ10 2021នេះណាថ្ងៃ20ខែ10 2021ណាបងប្អូនតើផ្ដិតមេដៃអ្នកណាសញ្ញេដល់អ្នកណាមុនហ្នឹងមានត្រាឥឡូវផ្ដិតមេដៃហើយមានសញ្ញេទៀតមិនបានចេះតែថាពួកខ្ញុំហ្នឹងចេះតែឲ្យផ្ដិតមេដៃប្តីផ្ដាមិនហើយពេលវេលាមួយណាដែលអ្នកឯងថាអត់មានប្តីអ្នកឯងនៅចិត្តនោះប្តីបងប្អូនឲ្យតែពួកខ្ញុំមកនិយាយអីបន្តិចក៏បានដែរនិយាយមកនិយាយលេងក៏អត់បានដែរត្រូវតែអង្គុយចាំស្ដាប់ពួកខ្ញុំខ្លាចពួកខ្ញុំនិយាយដើមគាត់ណែខ្លាចខ្ញុំនិយាយផ្ដាំប្តីគាត់ខ្លាចមកអង្គុយចាំស្ដាប់ហើយសួរថាតើអាករណីចឹងនេះមកឯកសារមកកណូក្នុងការសញ្ញេនេះមិនបានអត់មានអវត្តមានប្តីគាត់មែនអត់ទេទៅមួយគ្នាណាធ្វើជាមួយគ្នាទៅទាំងអស់គ្នាគាត់ពីអ្នកដេពុនគាត់ពីអ្នកដេពុនខ្ញុំនឹងមេធាវីម្នាក់ហើយមិនបានអ្នកឯងនិយាយថាពួកខ្ញុំហ្នឹងចេះតែយកឯកសារឲ្យអ្នកឯងនឹងធ្វើចេះតែយកឯកសារអ្នកឯងផ្ដិតមេដៃមិនបាននិយាយអញ្ចឹងវាអត់ត្រូវវាខុសទាំងស្រុងមកឥឡូវចូលលិខិតបន្តទៀតกระดาษបន្តទៀតអាហ្នឹងមួយដុំហ្នឹងគឺជាមួយដុំផ្ទេរពាក្យហ៊ុនទេបងប្អូនឯកសារផ្ទេរពាក្យហ៊ុនហើយបងប្អូនឆ្ងល់ចេះចុយហើយមិនបានយកឯកសារផ្ទេរពាក្យហ៊ុនមកគូសលេងអញ្ចឹងឯកសារសិនខ្ញុំទុកអានេះឯកសារខ្ញុំ print copy ដើម្បីយកមកបង្ហាញហើយនឹងឆូតឲ្យបងប្អូនមើលឲ្យបងប្អូនឆាប់យល់បងប្អូនយល់អត់ហើយរឿងហ្នឹងគឺខ្ញុំមួយប្រពន្ធខ្ញុំមួយគាត់គឺនៅជាមួយគ្នាក្នុងការធ្វើឯកសារហ្នឹងទាំងអស់កុំនិយាយថាខ្ញុំកំពុងឡាយចេះតែយកផ្ដិតមេដៃយកមកផ្ដិតមេដៃទៅហើយវាទុកបំណុលឲ្យខ្ញុំមែនទេណាចុះឯកសារបន្តទៀតនេះពាក្យបងប្អូនអានមើលទៅពាក្យសុំកែប្រែលក្ខន្តិកៈក្រុមហ៊ុនណាអាពាក្យសុំកែប្រែលក្ខន្តិកៈក្រុមហ៊ុនហ្នឹងគឺយើងធ្វើនៅក្រសួងពាណិជ្ជកម្មតិចទៀតដល់ហើយនេះឈ្មោះអ្នកណាឈ្មោះអ្នកណានេះឈ្មោះអ្នកណានេះឈ្មោះអ្នកណាហើយនេះជាអ្នកណានេះការលិខិតឆងដែរនេះគេថ្ងៃប្រហែលនេះថ្ងៃប្រហែលនៅថ្ងៃតែមួយនេះកែប្រែមានន័យថាកែប្រែលក្ខន្តិកៈក្រុមហ៊ុនដោយដកប្តីដកប្រពន្ធខ្ញុំចេញពីក្រុមហ៊ុនបងប្អូនយល់អត់តទៀតអានេះខ្ញុំនិយាយពីឯកសារនៅក្នុងការផ្ទេរពាក្យហ៊ុនហើយបងប្អូនឲ្យយល់ចំណុចហ្នឹងហើយខ្ញុំនិយាយតែមួយម៉ាត់ទេនៅក្នុងថ្ងៃដែលគេធ្វើសមនកម្មបងប្អូននឹងយល់ទាំងស្រុងយកហ្មងបងប្អូននឹងថាស្រីថាវ៉ាវយកហ្មងបងប្អូននឹងស្រីថាវ៉ាវយកអញ្ចឹងខ្ញុំឲ្យបងប្អូនព្យាយាមយល់ឲ្យហ្នឹងជាចំណុចដែលសំខាន់នៅក្នុងរឿងបំណុលពន្ធមួយហ្នឹងដែលសារតែវាពិបាកនៅក្នុងការពន្យល់បកស្រាយហ្នឹងហើយបានជាពួកខ្ញុំរក្សាភាពស្ងៀមស្ងាត់មកដល់សប្តាហ៍ថ្ងៃហ្នឹងណាបងប្អូនមិនមែនពួកខ្ញុំមិនចង់បកស្រាយទេពួកខ្ញុំចង់បកស្រាយណាប៉ុន្តែការបកស្រាយរបស់ខ្ញុំគឺត្រូវប្រើរយៈពេលនៅក្នុងការពន្យល់បងប្អូនទាំងអស់គ្នាដើម្បីឲ្យយល់ថាតើដើមហេតុវាយ៉ាងម៉េចមកឥឡូវយើងយល់ចូលសាច់រឿងខ្ញុំចាំបើអ្នកណាមិនយល់សូមខាឲ្យស្ដាប់ម្ដងទៀតខាឲ្យម្ដងទៀតទៅបងប្អូននឹងយល់ហើយរឿងនេះតើតអ្នកមានក្រុមហ៊ុនតើតអ្នករស់ស៊ីក្រុមហ៊ុនហ្មងមានក្រុមហ៊ុនហ្មងគាត់ដឹងថាតើការផ្ទេរពាក្យហ៊ុនត្រូវធ្វើយ៉ាងម៉េចបងប្អូនយល់អត់ណោះចូលមកទៀតយើងនិយាយឯកសារសំខាន់បានហើយមកនេះស្នាមមិនដែរណាគេសញ្ញេណាគេត្រាក្រុមហ៊ុនណាគេហើយត្រាក្រុមហ៊ុននេះបងប្អូនណាមានតែគាត់ជាអ្នកកាន់ទេណាប្រធានក្រុមហ៊ុនអ្នកកាន់ណាមិនមែនពួកខ្ញុំអ្នកកាន់ទេណានេះ
នេះអាសញ្ញាស្នាមមេដៃគាត់នេះហើយកុំនិយាយថាអីចេះយកស្នាមមេដៃណានៃមកដាក់ចេះដែរហើយលួចតាក្រុមហ៊ុននេះហើយលួចសញ្ញាអីនេះមានទាំងស្នាមមេដៃមានទាំងសញ្ញារបស់គាត់និងមានត្រារបស់គាត់ដើម្បីបញ្ជាក់ថាគាត់អូគាត់សប្បាយចិត្តណាស់បងប្អូនហើយពេលដែលពួកខ្ញុំចេញពីក្រុមហ៊ុនរបស់គាត់សប្បាយចិត្តណាស់បើគាត់អ្នកដេញខ្ញុំហ្នឹងណាគាត់អ្នកដេញខ្ញុំហ្នឹងហើយមេធាវីដែលគាត់អញ្ជើញមកមេធាវីដែលបានមកធ្វើហ្នឹងក៏ជាមេធាវីដែលគាត់ចេញលុយដែរហើយកុំនិយាយថាអត់គាត់ចេញលុយធ្វើអាហ្នឹងទៀតធ្វើលិខិតហ្នឹងទៀតឲ្យថ្លៃសេវាមេធាវីទៀតណាលុយកប់ចឹងកុំថាអត់ណាមកចូលតទៀតអត់តន់អស់ទេនេះបងប្អូនឈ្មោះក្រុមហ៊ុនគឺឈ្មោះបុគ្គលហ្នឹងហើយជាមួយនឹងឈ្មោះប្រពន្ធខ្ញុំបងប្អូនឃើញទេ